សូមគោរពពុកម៉ែបងប្អូនសូមជូនដំណឹងនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះថៃបានបំទុះអាវុធនៅជិតព្រំដែនកម្ពុជាចំពេលដែលអ្នកសង្កេតការបរទេសចុះទៅចៅហ្វាយខេត្តពោធិ៍សាត់បានអះអាងថាគ្មានការជំលះពលរដ្ឋនោះទេនៅក្នុងក្រុងពោធិ៍សាត់យោធាថៃបានបំទុះអាវុធដោយមិនទាន់ដឹងអំពីមូលហេតុនៅក្នុងទឹកដីរបស់ខ្លួនទល់មុខនឹងតំបន់ថ្មដានៅក្នុងស្រុកវាវែងខាងកម្ពុជាកាលពីព្រឹកម៉ោង11ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងមកទល់នឹងពេលនេះតំបន់ក្បែរនោះនៅក្នុងខេត្តពោធិ៍សាត់មានសភាពស្ងប់ស្ងាត់ទៅវិញពលគឺมันមានការផ្ទុះអាវុធទៀតនោះទេនេះបើតាមលោកខុយរីដាអភិបាលខេត្តពោធិ៍សាត់បានប្រាប់មកអង្គភាពសារព័ត៌មានរបស់យើងខ្ញុំតាមរយៈទូរស័ព្ទលោកខុយរីដាបានលើកឡើងថាទោះបីជាយោធាថៃបានបំទុះអាវុធប៉ុន្តែมันបង្កផលប៉ះពាល់ហើយពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូលក៏មិនមានការជំលះដែរលោកបានបញ្ជាក់ថាពលរដ្ឋនៅជិតតំបន់ផ្ទុះអាវុធមិនសូវមានទេច្រើនតែកងទ័ពដែលនៅជួរមុខយ៉ាងណាលោកក៏បានអះអាងថាអាជ្ញាធរក៏បានណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយអាជ្ញាធរក៏បានត្រៀមរួចជាស្រេចដើម្បីការពារពលរដ្ឋនៅទីនោះគ្រប់ពេលវេលាផងដែរលោកក៏បានថាអាវុធដែលផ្ទុះនោះគឺជាកាំភ្លើងដៃគួរជម្រាបផងដែរថាភាគីថៃបានផ្ទុះអាវុធនៅទល់មុខច្រកចមួយឃុំថ្មដាស្រុកវាវែងក្នុងខេត្តពោធិ៍សាត់ស្របពេលដែលក្រុមអ្នកសង្កេតការអាស៊ាន AOT ខាងកម្ពុជាបានចុះត្រូវត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាដើម្បីសុវត្ថិភាពក្រុមអ្នកសង្កេតការអាស៊ានក៏បានសម្រេចការផ្អាកចុះទៅផ្ទៀងផ្ទាត់នៅតំបន់នោះនិងដកថយត្រឡប់មកវិញចំណែកឯរឿងរ៉ាវមួយទៀតវិញលែងខ្លាចគេសើចអ្វីទាំងអស់របស់ថៃចោទអ្នកសង្កេតការអាស៊ានខាងកម្ពុជាថាជាក្រុមคล้ายនៅក្នុងរាជធានីភ្នំពេញហួសចិត្តទៅនឹងឬក៏អស់សំណើចំពោះថៃចេះតែរកនឹកឃើញថាក្រុមអ្នកសង្កេតការអាស៊ាន AOT ខាងកម្ពុជាគឺជាអ្នកសង្កេតការអាស៊ានคล้ายឬក៏ fake AOT នៅព្រឹកថ្ងៃទី19ខែវិច្ឆិកានេះក្រុមអ្នកសង្កេតការអាស៊ានប្រចាំកម្ពុជាបានចុះទៅពិនិត្យមើលការអនុវត្តបទឈប់បាញ់តាមបណ្ដោយព្រំដែនឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ហើយពេលនោះក៏ស្រាប់តែយោធាថៃបានបំផ្ទុះអាវុធតែម្ដងក្រសួងការពារជាតិកម្ពុជាប្រកាសថាការផ្ទុះអាវុធពីលើទឹកដីរបស់ថៃនេះកើតឡើងនៅទល់មុខតំបន់ក្នុងឃុំថ្មដាខាងកម្ពុជានៅវេលាម៉ោង11ព្រឹកហើយក្រុមអ្នកសង្កេតការអាស៊ានប្រចាំកម្ពុជាក៏សម្រេចដកថយទៅវិញដើម្បីសុវត្ថិភាពក្រោយឃើញក្រសួងការពារជាតិកម្ពុជាប្រកាសដូចនេះទើបបានភាគីថៃចេញពីការពីខ្លួននិងចោទប្រកាន់កម្ពុជាទាំងខុសទំនងថាក្រុមអ្នកសង្កេតការអាស៊ានទាំងនោះដែលកម្ពុជានាំទៅពិនិត្យមើលតាមព្រំដែនគឺជាក្រុមคล้ายអ្នកដែលចេញមកនិយាយទាំងមិនខ្លាចអន្តរជាតិសោចំអកបែបនេះគឺលោកធម្មនុញវណ្ណាមេបញ្ជាការកងកម្លាំងម៉ារិនខេត្តត្រាចថៃហើយចុះទៅផ្សព្វផ្សាយដោយកាសែតខាសែតផងដែរលោកខុយរីដាអភិបាលខេត្តពោធិ៍សាត់ប្រាប់មកអង្គភាពសារព័ត៌មានរបស់យើងខ្ញុំទាំងរយៈទូរស័ព្ទថា
ការបំទុអាវុធនេះគឺយោធាថៃដោយប្រើកំភ្លើងដៃតែប៉ុណ្ណោះតែមកទល់នឹងពេលនេះគឺមានសភាពស្ងប់ស្ងាត់នៅតំបន់ខាងកម្ពុជានៅក្បែរនោះគឺมันមានការផ្ទុះអាវុធទៀតនោះទេលោកក៏បានលើកឡើងថែមទៀតថាអាជ្ញាធរបានត្រៀមការពីប្រជាជនគឺគ្រប់ពេលវេលាទាំងអស់ចំណែកព័ត៌មានមួយទៀតវិញដែលតាក់ទងជាមួយនឹងការប្រមូលផុសតាងឲ្យគ្រប់ជ្រុងជ្រោយដើម្បីប្តឹងរកយុត្តិធម៌ជូនទៅពលករនីរងគ្រោះដោយបានបំពានរាងកាយពីក្រុមយោធាឈុតខ្មៅរបស់ថៃករណីពលករនីខ្មែរមានវ័យទើបតែ18ឆ្នាំរងការបំពានរាងកាយយ៉ាងសាហាវព្រៃផ្សៃនិងអសរធម៌បំផុតពីសំណាក់ក្រុមយោធាឈុតខ្មៅថៃកំឡុងពេលដែលនាងវិលត្រឡប់ចូលមកកាន់ប្រទេសវិញពេលនេះមន្ត្រីនាំពាក្យរងក្រសួងការពារជាតិបានប្រាប់ថាសមត្ថកិច្ចកំពុងតែប្រមូលផុសតាងជាក់លាក់ឲ្យបានគ្រប់ជ្រុងជ្រោយនិងរឹងមាំដើម្បីត្រៀមដាក់ពាក្យបណ្ដឹងទៅកាន់អង្គការអន្តរជាតិស្វែងរកយុត្តិធម៌ជូនទៅដល់នារីរងគ្រោះលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះបានប្រាប់មកសារព័ត៌មានតាមរយៈ Telegram ថាដើម្បីអាចប្តឹងក្រុមយោធាថៃដែលរួមគ្នាបំពានលើរាងកាយពលករករណីខ្មែរទៅកាន់សមត្ថកិច្ចថៃនិងអន្តរជាតិបាននោះគឺត្រូវមានពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលរៀបរាប់ពីហេតុការណ៍និងសាក្សីដែលរួមដំណើរជាមួយនឹងជនរងគ្រោះព្រមទាំងការធ្វើកសលវិច័យប្រកបទៅដោយជំនាញវិជ្ជាជីវៈរបស់សមត្ថកិច្ចជំនាញនិងអ្នកឯកទេសអ្នកនាំពាក្យរងបានបន្ថែមថាចំពោះផុសតាងដែលប្រមូលបានមិនអាចលាតត្រដាងជាសាធារណៈឡើយដោយខណៈពេលនេះសមត្ថកិច្ចកម្ពុជាកំពុងតែផ្គុំផុសតាងដែលប្រមូលបាននោះត្រៀមរៀបចំដាក់ពាក្យបណ្ដឹងដើម្បីរកឲ្យឃើញពីការពិតនិងផ្ដល់យុត្តិធម៌ជូនទៅដល់ជនរងគ្រោះដែលជាពលរដ្ឋខ្មែរស្លូតត្រង់លោកទូចសុខៈគួរបញ្ជាក់យ៉ាងដូចនេះថាការធ្វើកសលវិច័យនិងបច្ចេកទេសជំនាញរបស់នគរបាលជាច្រើនយើងមិនអាចលាតត្រដាងបានទាំងអស់នោះទេហើយសមត្ថកិច្ចក៏កំពុងតែសំយោគលើអ្វីដែលយើងប្រមូលបាននោះដើម្បីរៀបចំឯកសារដាក់ពាក្យបណ្ដឹងប្តឹងតវ៉ាស្វែងរកយុត្តិធម៌ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃតាមរយៈស្ថានទូតថៃនិងទៅអង្គការអន្តរជាតិដែលធ្វើការងារពាក់ព័ន្ធទៅនឹងករណីហិង្សាគ្រប់រូបភាពលើស្ត្រីនិងពលករសូមជម្រាបថាស្ថាប័នរដ្ឋពាក់ព័ន្ធរួមមានក្រសួងកិច្ចការនារីក្រសួងកិច្ចការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារួមទាំងអង្គការក្រៅរាជរដ្ឋាភិបាលដល់ទៅជាង200ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលើយោធាឈុតខ្មៅថៃដែលបានត្រួតគ្នាចាប់រំលោភនាងជាពលរដ្ឋខ្មែរយ៉ាងសាហាវព្រៃផ្សៃនិងអសិលធម៌ជាទីបំផុតស្ថាប័នរដ្ឋដែលពាក់ព័ន្ធនឹងអង្គការក្រៅរាជរដ្ឋាភិបាលទាំងនោះស្នើឲ្យអង្គការអន្តរជាតិពាក់ព័ន្ធនានារួមគ្នាបើកការស៊ើបអង្កេតលើអំពើដ៏គួរឲ្យស្អប់ខ្ពើមមួយនេះដើម្បីទាមទារឲ្យមានការទទួលខុសត្រូវក្នុងនោះសូមកំណត់អំពីរបស់ទាហានឈុតខ្មៅថៃជាអ ுக ្រិតកម្មសង្គ្រាមនិងជាអ ுக ្រិតកម្មប្រឆាំងមនុស្សជាតិគួរដឹងថាកាលពីយប់ថ្ងៃទី15ក្នុងខែវិច្ឆិកាកន្លងទៅពលករខ្មែរចំនួន13នាក់ក្នុងនោះមានស្ត្រីចំនួន6នាក់និងកុមារម្នាក់ធ្វើដំណើរតាមរថយន្តមកពីកន្លែងធ្វើការនៅប្រទេសថៃដើម្បីវិលត្រឡប់មកស្រុកកំណើតលុះមកដល់ចំណុចកើតហេតុក្នុងទឹកដីថៃក្បែរនឹងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងស្រាប់តែមានយោធាថៃឈុតខ្មៅមួយក្រុមធ្វើសកម្មភ
ហៀបស្ទាក់ចាប់ពួកគេហើយបានចាប់រំលោភនារីម្នាក់ខណៈដែលពលរដ្ឋខ្មែរផ្សេងទៀតត្រូវបានក្រុមយោធាថៃវាយធ្វើបាបនិងប្លន់យកទ្រព្យសម្បត្តិដែលមាននៅក្នុងខ្លួនទាំងអស់ផងដែរ